ប្រាក់ខែខ្ញុំពិតជាគ្មានលុយបើក៏ឯងមែនខ្ញុំក៏គ្មានអីផ្សេងអាចឲ្យឯងបានទៀតដែរនៅលើខ្លួនខ្ញុំមានតែមួយនឹងទេដែលនៅមានតម្លៃបើឯងមិនខ្ពើមទេយកខ្ញុំទូទាត់ជំនួសប្រាក់ខែចុះជាតិមុនខ្ញុំឃើញនាងគួរឲ្យអាណិតក៏ដើរចេញដោយមិនយកលុយមួយសេនលទ្ធផលគឺនាងត្រូវម្ចាស់បំណុលតាមទីរហូតដល់លោតទឹកសម្លាប់ខ្លួនចំណែកខ្ញុំដោយសារខ្វះលុយតិចតួចនេះក៏បាត់បង់ឱកាសកែប្រែវាសនាជាតិនឹងខ្ញុំមិនធ្វើល្ងងទៀតទេខ្ញុំមិនចូលចិត្តប្រពន្ធអ្នកដទៃទេប្រាក់ខែដែលអតីតប្តីនាងជំពាក់ខ្ញុំបូកនឹងជំងឺចិត្តសរុប500រៀលខ្ញុំមិនយកលុយទេចុះឯងចង់បានអីខ្ញុំចង់បានភាគហ៊ុន51នៃហាងនេះឯងថាម៉េចហាងនេះឥឡូវសតែសម្បុកទេថែមទាំងជំពាក់បំណុលគេវ៉ាន់ទៅទៀតនឹងជារឿងរបស់នាងខ្ញុំចង់បានភាគហ៊ុននាងគ្រាន់តែស៊ីញ៉ៃទៅចាប់ពីថ្ងៃនេះទៅខ្ញុំជាថៅកែនាងធ្វើការឲ្យខ្ញុំឯងឈួតទេដឹង3ខែទុកពេលឲ្យខ្ញុំ3ខែខ្ញុំនឹងសងបំណុលទាំងអស់ឲ្យហើយនាំនាងរកលុយឲ្យបាន1លាននាងស៊ូជំពាក់លុយត្រូវតែសោះបើមិនបើកទ្វារទេអញវាកំទេចខាងនឹងចោលឥឡូវហើយគឺពួកវាមកហើយរឿងខាងក្រៅទុកឲ្យខ្ញុំចាត់ការនាងគ្រាន់តែឆ្លើយមកយល់ព្រមឬអត់រៀបចំលុយ50000រួចហើយឬនៅបើគ្មានលុយទេកុំបន្ទោសពួកអញថាខូចខើឲ្យសោះជួយមកម្ទេសហិរណាស់តើអូវាចេញទៅបញ្ជូនវាទៅក្លឹបរាជិនីយកទៅទូទាត់បំណុលយប់នេះមកលេងនាងទៅអាល្អិតឯងចង់ងាប់មែនទេថ្ងៃនឹងលុយគឺគ្មានទេតែខ្ញុំក៏មិនឲ្យពួកបងត្រឡប់ទៅវិញដែរទេដែរអញចេះចុះខ្ញុំនឹងចូលផ្ទះបាយធ្វើម្ហូបមួយពេលធ្វើម្ហូបបងអញគូក្បាលមានបញ្ហាទេដឹងអញមកទីនេះដើម្បីស៊ីបាយឆ្ងាញ់សុំពន្យាពេល3ថ្ងៃឲ្យពួកខ្ញុំបើមិនឆ្ងាញ់ទេជីវិតខ្ញុំមួយនេះបងអញយកទៅពេលណាក៏បានល្អក្លាហានណាស់ថ្ងៃនេះអញចាំមើលតើអាល្អិតឯងអាចធ្វើអីបានខ្លះលីនយ៉ាវផ្ទះបាយសំបីតែស្លឹកបន្លែមួយសន្លឹកក៏គ្មានផងឯងយកអីមកធ្វើអញឈួតហើយរបស់អស់នេះប្អូនខ្លាចជាសម្រាប់អស់ហើយស៊ីទៅអាចងាប់មនុស្សណាជួយមកអាល្អិតនឹងធ្វើស្អីយូរម្លេះនៅខាងក្នុងហ្នឹងរវល់រងាស់សុបមែនបងប៊ីវខ្ញុំថាមើលទៅវាគ្រាន់តែពន្យាពេលទេត្រឹមជាកូនកញ្ចេះចុងភើសោះអាចមានធ្វើដៃអីទៅមានតែប៉ុណ្ណឹងយកខ្យងស្អុយមួយចានមកបោកអញមែនប្រើល្បិចបោកភ្នែកមែនថ្ងៃនេះអញនឹងឲ្យឯងអស់សង្ឃឹមតែម្ដងបងប៊ីវមិនដែរជួយមកឆ្ងាញ់ឈួតយកមកវើយម៉ែអាឆ្ងាញ់ហ្មងបងប្រុសខ្ញុំសុំចុះចាញ់ហើយកុំថាឡើយ3ថ្ងៃខ្ញុំឲ្យបងមួយអាទិត្យតែម្ដងស៊ូវ៉ាន់ឈីអញផ្ដាច់ភ្លើងហាងឯងអស់ហើយទ្វារក៏ចាក់សល់ពីក្រៅទៀតអញចាំមើលឯងបើកហាងមិនទៀតតិចចាំងាប់នៅខាងក្នុងនឹងទៅឯងយកញូមកធ្វើអីកុំធ្វើអីល្ងងណាអង្គុយចាំសេចក្តីស្លាប់មិនមែនជាស្ទីរបស់ខ្ញុំទេខាងក្នុងងឹតអញ្ចឹងទៅរកលុយធំនៅខាងក្រៅក្លិនអីហ្នឹងឈ្ងុយម្លេះចុះលក់អីហ្នឹងខ្សងអាហ្នឹងស៊ីកាត់អត់ហ្នឹងសុំមួយចានភ្លក់មើលចុយមករសជាតិអីហ្មងថៅកែសុំ2ចានទេយក3ចានមកយើងមានលុយហើយលីនយ៉ាវយើងបានសង្គ្រោះហើយ35រៀលគ្រាន់សងបំណុលឬគ្រាន់បង់ថ្លៃភ្លើងលីនយ៉ាវយើងមានតែ35រៀលទេសំបីស្រាបៀរមួយកេសក៏ទិញមិនបានផងតែអញចង់ធ្វើអីឲ្យប្រាកដថៅកែស្រាបៀរ20កេសកាសែតតេងលីជុន20ប្រអប់លើកដាក់ឡានមកយកលុយមកគ្រប់អត់អាល្អិតទីនេះមិនឲ្យជំពាក់ទេថៅកែខ្ញុំយកលុយមកមិនគ្រប់ទេតែខ្ញុំមានវិធីមួយជួយឲ្យថៅកែចំណេញលុយធំចង់ស្ដាប់អត់ហោះអញចាំមើលឯងប្រើតែមាត់អាចសេលុយចេញមកបានម៉េចយើងលេងភ្នាល់គ្នាអីវ៉ាន់ទាំងនេះខ្ញុំយកទៅសិនយប់នេះបើលក់ស្រាបៀរដាច់1ដបខ្ញុំឲ្យថ្លៃបោះដុំទ្វេដងលក់កាសែតដាច់មួយក៏ឲ្យទ្វេដងដែរលីនយ៉ាវឯងឈួតហើយចុះបើលក់មិនដាច់វិញលុយ35រៀលនេះជាលុយកក់បើលក់មិនដាច់ខ្ញុំនឹងយកអីវ៉ាន់មកសងវិញមិនឲ្យបាត់មួយទេថៅកែលោកគ្មានខាត់អីសោះតែបើខ្ញុំលក់ដាច់ខ្លាំងលោកនឹងចំណេញកប់ក្តោងហ្មងអាល្អិតនេះលេងក្បាច់អីវាលើលោកនេះមានរឿងល្អបែបនេះដែរល្អអាល្អិតអញចង់ដឹងណាស់ឯងមានសមត្ថភាពប៉ុណ្ណាលើកដាក់ឡានយីថៅកែស៊ូទិញអីវ៉ាន់មកវិញហើយលុយ35រៀលសោះអាចយកអីវ៉ាន់មកបានច្រើនម្លេះមិនមែនលួចគេទេដឹងពួកឯងគិតចង់ស្ដារស្ថានភាពវិញដោយសាររបស់អស់នេះមែនយកសັບទាំងថ្ងៃហើយចេញឲ្យឆ្ងាយទៅអាល្អិតហាងជ្វី follow របស់អញទៅផៃថាមានសមត្ថភាពពិតយប់នេះបើឯងអាចលក់ដាច់សំបីតែមួយអញសុកចិត្តសរសេរឈ្មោះឈៀនកងជីនបញ្ច្រាស់មកលីនយ៉ាវគិតមិនទៅគ្មានភ្ញៀវសោះថៅកែឈៀនគាត់ទិញមួយថែមកាសែតទៀតលីនយ៉ាវឯងឈួតហើយយើងកំពុងតែខាតដើមដើម្បីតែអូសមួយទេតើក្ររហូតដល់ឈួតហើយមែនដើម្បីក្មេងអញ្ចឹងមានតែមនុស្សល្ងងទេដែលជឿក្លិនស្អីហ្នឹងជួយមកឈ្មោះខ្លាំងម្លេះ
ហាងខាងមុខកំពុងមានប្រូម៉ូសិនទិញស្រាបៀរមួយថៃមួយពិតមែនអត់ហ្នឹងថែមទាំងឲ្យកាសែតទិញលីជុនទៀតតោះទៅមើលត្រឡប់មកវិញទាំងអស់គ្នាម្ហូបមិនទាន់លើកអស់ផងថៅកែសុំខ្យង2ចានស្រាបៀរ4ដបឲ្យខ្ញុំ3ចានខ្ញុំចង់បានកាសែតហ្នឹងនេះលុយថៅកែទុកឲ្យខ្ញុំ1ចានផងណាខ្ញុំកំពុងតម្រង់ជួរស្រាបៀរហ្វ្រេងនេះផឹកទៅលុយហ្មងលីនយ៉ាវយើងលក់អស់គ្មានសល់ទេនេះលុយច្រើនម្លេះដកថ្លៃដើមចេញទាំងអស់យើងចំណេញបាន915រៀលលុយដុំកំភួនដំបងរបស់យើងបានមកដល់ហើយ